សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះចតុកាន់ណិតថេរៈព្រះចតុកាន់ណិតថេរៈជាបុត្រព្រាហ្មណ៍ត្រកូលមួយក្នុងនគរសាវត្ថីមានឈ្មោះថាចតុកាន់និមានុបបានទៅនៅសិក្សាក្នុងលទ្ធិសំណាក់ព្រាហ្មណ៍ពាវរីការកប្បមានុបក្រាបទូលសួរប្រស្នាបានស្ដាប់ព្រះធម៌ទេសនាសម្រេចអរហត្តហើយទើបចតុកាន់និមានុបបានឱកាសក្រាបទូលសួរប្រស្នាជាគម្រប់11តទៅថាខ្ញុំព្រះអង្គបានដឹងច្បាស់ថាព្រះអង្គមិនមែនជាអ្នកប្រាថ្នាកាមឆ្លងអន្លង់កិលេសរលត់ទៅហើយទើបចូលមកក្រាបថ្វាយបង្គំគាល់ទូលសួរព្រះអង្គអ្នកឥតកិលេសសូមព្រះដ៏មានជោគមានបញ្ញាដូចដួងចក្ខុកើតឡើងព្រមទាំងសេចក្តីត្រាស់ដឹងសូមព្រះអង្គទ្រង់សម្ដែងធម៌ជាគ្រឿងរងាប់កិលេសដល់ខ្ញុំព្រះអង្គព្រោះហេតុថាព្រះអង្គទ្រង់ផ្ចាញ់កិលេសកាមឲ្យស្ងប់រងាប់ទៅហាក់ដូចដួងអាទិត្យកម្ដៅផែនដីឲ្យហែងហួតទៅដោយរស្មីសូមព្រះអង្គដ៏មានបញ្ញាធំទូលាយដូចផែនដីទ្រង់ព្រះមេត្តាប្រោះសម្ដែងធម៌ជាគ្រឿងលះបង់នៅជាតិជរាក្នុងអត្តភាពដែលព្រះអង្គគួរចេះគួរដឹងដល់ខ្ញុំព្រះអង្គមានបញ្ញាតិចផងចុះព្រះបរមសាស្តាទ្រង់ព្យាករថាចូលអ្នកនាំយកដំណេកក្នុងកាមចេញឲ្យអស់ហើយឃើញថាចេញចាកកាមជាសភាវៈខ្សេងផ្សានចុះកិលេសជាគ្រឿងកង្វល់ដែលអ្នកធ្លាប់តោងស្អិតដោយតណ្ហានិងទិដ្ឋិដែលខ្លួនលះបង់ចេញកុំឲ្យចាក់ដោតដោយចិត្តរបស់អ្នកកង្វល់ឯណាធ្លាប់មានមកហើយក្នុងកាលមុនចូលអ្នកញ៉ាំងកង្វល់នោះឲ្យហែងហួតស្ងួតទៅកង្វល់ជាខាងក្រោយកុំមានដល់មកទៀតបើអ្នកមិនប្រកាន់យកនៅកង្វល់កណ្ដាលទេអ្នកនឹងបានជាអ្នកស្ងប់ស្ងាត់កង្វល់ត្រេកទៅអាសវៈកិលេសដែលជាហេតុឲ្យលុះក្នុងអំណាចមញ្ជរាជរបស់ជនអ្នកប្រចាដំរេកក្នុងនាមរូបដោយអាការៈទាំងពួងមិនគប្បីមានឡើយក្នុងឱកាសចប់បញ្ហាព្យាករជាតោកាន់និមានុបក៏បានសម្រេចអរហត្តផលព្រមទាំងចតុបដិសម្ភិទាញាណទើបក្រាបបង្គំទូលសុំឧបសម្បទាព្រះបរមគ្រូក៏ទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុដោយអេហេភិក្ខុឧបសម្បទាព្រមទាំងពួកមានុបទាំងនោះក្នុងវេលាចប់សោលសៈបញ្ហាព្យាករព្រះចតុកាន់និកថេរៈមានជីវិតក្នុងព្រះសាសនាត្រាតែសមគួរដល់កំណត់អាយុសង្ខារហើយទើបបរិនិព្វាន